ស្វាគមន៍មកកាន់សាលាជំនាញវិជ្ជាករនិងបកប្រែដែលមានបរិញ្ញាវិជ្ជាករគ្រប់កម្រិតបកប្រែសំណេរបកប្រែផ្ទាល់មាត់និងសន្ទនាទូទៅគ្រប់កម្រិតអូខេខ្ញុំបរិញ្ញាអ្នកនាងបន្តនៅសន្ទនាកម្រិតដំបូងបន្តទៀតយើងចូល unit 4មេរៀនទី4នេះជាចំណងជើង months of the year ខែប្រចាំឆ្នាំបញ្ចប់បើខ្ញុំបរិញ្ញាពីលេខរៀនទី6ដល់លេខរៀនទី10តែក្នុងសៀវភៅខ្ញុំអត់មានលេខរៀនទេអ្នកនាងព្រោះនេះខ្ញុំដាក់លេខរៀននឹងងាយស្រួលក្នុងការបរិញ្ញាចឹងក្នុងវីដេអូមុនមានសំណួរឲ្យឡើងនេះសញ្ញាព្រួយចម្លើយ yes because I have to take an exam tomorrow yes because I have to take an exam tomorrow បាទទៅបើស្រីដាក់ចាស់មកណាពីព្រោះខ្ញុំត្រូវប្រឡងនៅថ្ងៃស្អែកទី6លេខរៀនទី6 what number are you studied what number are you studied តើអ្នករៀនជាប់លេខប៉ុន្មានសញ្ញាព្រួយនេះចម្លើយ am in number 1 student am in number 1 student ខ្ញុំរៀនជាប់លេខ1សំណួរទី7 what grade do you study what grade do you study តើអ្នករៀនថ្នាក់ទីប៉ុន្មានសញ្ញាព្រួយចម្លើយ I study grade 5 I study grade 5ខ្ញុំរៀនថ្នាក់ទី5នេះអាកន្លែង file នេះដូរចេញមកអ្នកនេះរៀនថ្នាក់ទី10ដាក់ 10 មកអ្នកនេះរៀនថ្នាក់ទី12ដាក់ 12 មកកន្លែងហ្នឹងណាសំណួរទី8 Are you fond of your teacher Are you fond of your teacher តើអ្នកពេញចិត្តគ្រូរបស់អ្នកទេសញ្ញាព្រួយនេះចម្លើយ yes I am yes I am បាទពេញចិត្តបើដាក់ស្រីដាក់ចាស់ពេញចិត្តបាទទី9 is your teacher mean or docile is your teacher mean or docile តើគ្រូរបស់អ្នកកាចឬស្លូតសញ្ញាព្រួយនេះចម្លើយ my teacher is docile my teacher is docile គ្រូរបស់ខ្ញុំស្លូតសំណួរទី10 do you like the mean teacher do you like the mean teacher តើអ្នកចូលចិត្តគ្រូកាចទេសញ្ញាព្រួយនេះចម្លើយ no I don't no I don't ទេខ្ញុំមិនចូលចិត្តទេហើយសញ្ញានេះចុងក្រោយ wow congratulations to you congratulations to you សូមជួយអបអរសាទរអ្នកអូខេចុងក្រោយនេះខ្ញុំជូនដំណឹងតាក់ទងការលក់សភៅខ្ញុំមានលក់សភៅវិជ្ជាករ Part of Speech វិជ្ជាករ Writing Skill វិជ្ជាករ TOEFL បកប្រែសំណេរបកប្រែផ្ទាល់មាត់សភៅសន្ទនាកម្រិតដំបូងកម្រិតមធ្យមកម្រិតខ្ពស់ហើយនឹងសភៅផ្សេងទៀតពីអង់គ្លេសទៅខ្មែរណាអ្នកនេះចង់បានយកទៅប្រើការអាចតាក់ទងមកតាម Telegram របស់ខ្ញុំ 093 553 191 អូខេបងប្អូននឹងចាស់អ្នក